កសិចរចិនសម្រេចលុបចោលជើងហោះហើរជាង900ទៅកាន់ប្រទេសជប៉ុននៅក្នុងខែធ្នូឆ្នាំ2025ជាចលនាដែលជំរុញដោយភាពតានតឹងនយោបាយកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលចិននិងជប៉ុនជុំវិញចំនួនកោះតៃវ៉ាន់យោងតាម Nikkei Asia មានផ្លូវហោះហើរចំនួន176ដែលមានសេវាកម្មទៀងទាត់រវាងប្រទេសទាំងពីរដែលភ្ជាប់អាកាសយានដ្ឋានចំនួន20នៅក្នុងប្រទេសជប៉ុននិង36នៅក្នុងប្រទេសចិនដោយមិនរាប់បញ្ចូលទីក្រុងហុងកុងនិងម៉ាកាវនៅក្នុងខែធ្នូជើងហោះហើរចំនួន904ត្រូវបានលុបចោលពីផ្លូវហោះហើរចំនួន72ឬក៏ស្មើនឹង156,000ទៅអីធៀបទៅនឹងខែវិច្ឆិកាមានជើងហោះហើរតែ268ដែលត្រូវបានលុបចោលក្រុមហ៊ុនអាកាសចរធំដែលលុបចោលជើងហោះហើរចូលជប៉ុនមាន China Southern Airlines ដែលគ្រប់គ្រងដោយរដ្ឋចិន China Eastern Airlines Spring Airlines និង Juneyao Airlines ជាដើមអាកាសយានដ្ឋានកាន់សីរបស់ជប៉ុនរងផលប៉ះពាល់ខ្លាំងជាងគេតម្លៃសម្បត្តិក៏ប៉ះពាល់ផងដែរដោយសារតែចំនួនការទូតនេះថ្លៃសម្បត្តិទៅមករវាងអាកាសយានដ្ឋានកាន់សីនិងទីក្រុងសៀងហៃបានធ្លាក់ចុះពី$130កាលពីឆ្នាំមុនមកត្រឹមតែ$50នៅពេលនេះបើយោងទៅតាមក្រុមហ៊ុន Air Plus របស់ជប៉ុនលោក Naoki Fuji ប្រធានក្រុមហ៊ុន Narita International Airport Corporation បាននិយាយថានឹងមានក្រុមហ៊ុនអាកាសចរច្រើនថែមទៀតលុបចោលជើងហោះហើរចូលទៅជប៉ុនចាប់ពីខែធ្នូនេះតទៅដែលនឹងប៉ះពាល់ធ្ងន់ធ្ងរទៅដល់វិស័យទេសចរជប៉ុនយោងតាមភ្នាក់ងារទេសចរជាតិជប៉ុនមុនពេលមានចំនួនការទូតរឿងជប៉ុនចង់ការពារកោះតៃវ៉ាន់ដោយកម្លាំងយោធាអ្នកដំណើរចិន8.2លាននាក់បានទៅកំសាន្តនៅប្រទេសជប៉ុននៅចន្លោះខែមករានិងខែតុលាឆ្នាំ2025ដែលកើនឡើងប្រហែលជា40%ធៀបទៅនឹងឆ្នាំមុន